ប្រព័ន្ធឲ្យប្រើសัญลักษณ์កាត់ក៏ហើយទាំងអស់មកកាត់5សัญลักษณ์នេះយ៉ាងហោចណាស់ក៏ត្រូវតែចេញកាត់នេះដែរមកកាត់កម្រិតចូលបរិសុទ្ធក៏មិនហួសហេតុពេកដែរទៅងាប់ទៅកាត់ទាំង5សัญลักษณ์នេះចុងក្រោយបែរជាបានត្រឹមតែចាស់ទុំការពីកម្រិតកម្ពស់នៃអាណាចក្របំបែកលំទៅវិញប្រព័ន្ធឲ្យប្រាប់ខ្ញុំតាមត្រង់មកតើអញលួចកែអត្រាឈ្នះមែនទេបើមិនមែនព្រោះតែចុងក្រោយបានកម្រិតបំបែកលំទេខ្ញុំច្បាស់ជីវីទៅក្នុងវិមាននេះបំបែកចោលមិនខានសូមម្ចាស់កុំចោទប្រកាន់អីប្រព័ន្ធនេះគឺពិតប្រាកដណាស់របស់ដែលចាប់បានគឺអាស្រ័យលើសំណាងសុទ្ធសាធធ្វើបែបនេះខ្ញុំពិបាកធ្វើការណាស់ពិបាកមែនទេបើពិបាកកុំធ្វើទៅខ្ជិលមាត់ជាមួយអញណាវ៉ាងសៀនវ៉ាងយូវ៉ាងផឹងវ៉ាងលាវ៉ាងជីសូមគោរពម្ចាស់និកាយវ៉ាងសៀនមែនទេចាប់ពីពេលនេះទៅអ្នកគឺជាចាស់ទុំការពីនៃនិកាយឈីងយុនរបស់យើងអ្នកមានសិទ្ធិគ្រប់គ្រងលើអ្នកការពីទាំងអស់ចុះទៅចុះថែរក្សានិកាយឲ្យល្អគោរពតាមបញ្ជីម្ចាស់និកាយពួកយើងសូមលាហើយចាំបន្តិចទៀតទៅយកឯកសណ្ឋាននិកាយនៅកន្លែងចាស់ទុំផ្នែកខាងក្រៅទៅប្រព័ន្ធឲ្យលើក្រោយពេលក៏ហៅមនុស្សមកជួយបដូរឯកសណ្ឋានឲ្យពួកគេភ្លាមបានទេឃើញស្លៀកតែអាវខ្មៅរហូតអញចូលចិត្តអាវខ្មៅខ្លាំងណាស់មែនទេធ្វើឲ្យខ្ញុំត្រូវនិយាយតែឥតប្រយោជន៍វងវិញបាត់ហើយពីមុនមកទោះបីជាត្រូវដោះស្រាយជាមួយមនុស្សពូកែជាង10នាក់ក៏មិនហត់ដល់ថ្នាក់នេះដែរអ្នកគ្រប់គ្រងសិភើពិតជាការងារដែលហត់នឿយមែនលោកបងតើលោកបងកំពុងធ្វើអ្វីហ្នឹងបងប្រុសបងកំពុងតែរកបងឯងហ្នឹងលោកគ្រូបានឲ្យខ្ញុំនាំឪពុកទៅជ្រើសរើសគម្ពីរនៅវិហារគម្ពីរហើយក៏មកសុំធនធានខ្លះពីលោកបងដែរឆាប់ឡើងឆាប់ចាត់មនុស្សឲ្យមកយកទៅវិហារស្តុកទុកទី6ដែលទើបតែសាងសង់រួចមិនទាន់បានប៉ុន្មានផងក៏ពេញទៀតហើយពួកក្រុមទាំងនោះជីកយកធ្នង់វិញ្ញាណពីក្រោមដីមកជូនដល់លើភ្នំអស់ហើយខ្ញុំមិនដែលឃើញធ្នង់វិញ្ញាណច្រើនបែបនេះទេតែខ្ញុំមិនចាប់អារម្មណ៍នឹងធ្នង់វិញ្ញាណទាំងនោះទេទៅបងនឹងទៅវិហារគម្ពីរជាមួយពួកឯងឲ្យងាប់ហើយលោកបងអក្សរនៅមុខវិហារគម្ពីរនេះពិតជាអស្ចារ្យមែនតើខាងក្នុងសុទ្ធតែជាគម្ពីរមែនទេចូលទៅមើលទៅបានដឹងហើយដែនដីទេវតានេះពិតជាដែនដីទេវតាពិតមែនខ្ញុំមិនដែលហ៊ានសំបីតែគិតដល់ផងគម្ពីរពន្លឺបរិសុទ្ធគឺជាគម្ពីរដែលអាចហ្វឹកហាត់ដល់កម្រិតស្ដេចទេវតាគម្ពីរពាន់ស្លាបព្រះអាទិត្យគឺជាគម្ពីរពាន់ស្លាបពេលដែលបង្កើតមែនហើយនេះសុទ្ធតែជាវិជាគុណកម្រិតខ្ពស់ទាំងនោះវិជាដែលខ្ញុំកំពុងហ្វឹកហាត់គ្រាន់តែជាកម្រិតមូលដ្ឋានថ្នាក់ខ្ពស់ប៉ុណ្ណោះឯងគ្រាន់តែលើកដៃយកមកក៏សុទ្ធតែជាវិជាស្ដេចទេវតាឬក៏វិជាអធិរាជទេវតាទៅហើយត្រឹមតែ300នេះក៏អាចឲ្យត្រកូលលីនរបស់ខ្ញុំរុងរឿងបានរាប់លានឆ្នាំដែរដោយសាររបបបរោះតាមថែរក្សាធម្មពលវិញ្ញាណក៏សម្បូរបែបទីក្រុងឈីងយុននេះនឹងក្លាយជាទីក្រុងដ៏ធំបំផុតនៅតំបន់ខាងកើតមិនខាននិកាយនេះទើបតែឡើងបាន5000ប៉ុណ្ណោះបើតាមល្បឿននេះមិនយូរទេនឹងអាចទម្លុះទៅជានិកាយលំដាប់ទី2បានហើយនិកាយមួយចង់រីកចម្រើនគ្រាន់តែពឹងលើសិស្សផ្ទាល់2នាក់គឺមិនគ្រប់គ្រាន់ទេទាំងសិស្សបម្រើសិស្សក្រៅនិកាយនិងសិស្សក្នុងនិកាយគឺខ្វះមួយណាក៏មិនបានដែរមើលទៅលើកនេះត្រឡប់មកពីដែនសម្ងាត់បុរាណវិញត្រូវតែបើកទ្វារនិកាយទទួលសិស្សថ្មីហើយចំណែកឯព្រឹទ្ធាចារ្យតាមកម្ពុជាភ្នំនីមួយបើហៅមកមិនបានទេក៏ទៅអញ្ជើញអ្នកខាងក្រៅម្នាក់មកវិញទៅបើគេមិនមកក៏ចាប់ចង់នាំមកវិញទៅមេត្រូវគេសម្លាប់នៅតំបន់ខាងកើតហើយស្លាកឈ្មោះក៏បែកខ្ទេចទៀតអញចង់ដឹងណាស់ថាតើវាជានរណាដែលហ៊ានប៉ះពាល់មនុស្សរបស់សាលាធានជាយើងមិនស្រួលទេដបថយតំបន់ដាច់ស្រយាលដែលខ្វះខាតធម្មពលដូចនៅតំបន់ខាងកើតនោះហើយអ្វីបានជាមានអ្នកខ្លាំងបែបនេះហ៊ានសម្លាប់របស់សាលាយើងហើយថែមទាំងហ៊ានប្រមាថដល់អំណាចរបស់សាលាយើងទៀតបញ្ជាទៅប្រមូលកងកម្លាំងទាំងអស់ទៅកំទេចនិកាយឈីងយុនចោលល្ងងខ្លៅណាស់កាលពីប៉ុន្មានថ្ងៃមុនដែលមានធម្មពលដ៏ខ្លាំងក្លាមកពីទីខាងកើតនោះពួកអញភ្លេចអស់ហើយឬលោកម្ចាស់សាលាតើលោកចង់មានន័យថានិកាយឈីងយុននេះពាក់ព័ន្ធនឹងមហាធិរាជជំនះឬមហាធិរាជមិនបានបង្ហាញខ្លួនអស់រាប់ម៉ឺនឆ្នាំមកហើយថ្ងៃនេះអញនឹងធ្វើការទូទីដោយខ្លួនឯងដើម្បីមើលថាតើនិកាយឈីងយុននេះជាអ្នកណាឲ្យពិតប្រាកដសូមអំណាចនៃមេឃនិងដីជួយនាំពេលវេលាត្រឡប់ក្រោយវិញបើរកឃើញហើយនោះគឺឈីងលៀនលោកម្ចាស់លោកត្រូវបណ្ដាសារពីស្ថានសួគ៌ហើយនិកាយឈីងលៀនមានរឿងគួរឲ្យខ្លាចណាស់ចូលប្រកាសបន្តទៅទៀតហាមផ្សព្វផ្សាយដំណឹងនេះដាច់ខាតកុំទៅបង្ករឿងឲ្យសោះមានគេលួចតាមដានអាថ៌កំបាំងនៃនិកាយខេងយ៉ាងខ្ញុំបានបិទវាដោយស្វ័យប្រវត្តិហើយហ៊ានលួចតាមដានអាថ៌កំបាំងនៃនិកាយខេងយ៉ាងរបស់ខ្ញុំផងឬគេហ៊ានដល់ថ្នាក់នឹងផងឬមិនដឹងទេថានិកាយខេងយ៉ាងរបស់ខ្ញុំមានប្រព័ន្ធការពារទោះបីជាឋានសួគ៌មកដល់ក៏ត្រូវតែថយក្រោយបន្តិចដែរមិនដឹងជាឆ្កែឆ្មៃណាទេហ៊ានមកបង្កចំនួននៅទីនេះជីវិតជាម្ចាស់និកាយនេះពិតជាស្រួលមែនមានរឿងអីទុកឲ្យអ្នកក្រោមបង្កប់ធ្វើទៅបានហើយនេសាទត្រីរួចចាំទៅដើរលេងជាមួយសត្វស្លាប់បន្តិចទៀតចំណែកឯការហ្វឹកហាត់វិញទុកវាចោលសិនទៅលោកចាស់ទុំនេះគឺជាបញ្ជីសម្ភារៈដែលត្រូវការសម្រាប់សាងសង់ទីក្រុងឈីងយុនសូមលោកពិនិត្យមើល
មេដឹកនាំនៃរាជវង្សធំទាំងអស់បានបង្ហាញចំហថាពួកគេសុខចិត្តប្រើប្រាស់ធនធានទាំងអស់របស់លីងជូដើម្បីសហការជាមួយនិកាយកម្ពុជាក្នុងការកសាងទីក្រុងដ៏ធំនេះធនធានហូរចូលមកមិនដាច់សោះល្អណាស់ការងារដែលម្ចាស់និកាយបានប្រគល់ឲ្យត្រូវតែធ្វើឲ្យបានល្អឥតខ្ចោះទៅទីខាងកើតទៅកាន់លីយេទៅទីខាងជើងទៅកាន់ឈីទៅទីខាងលិចទៅកាន់ផឹងទៅទីខាងត្បូងទៅកាន់យូចំណែកខ្ញុំនិងវាងជៀននឹងនៅចាំទីនេះចាំទុកឲ្យច្បាស់អ្នកណាដែលហ៊ានមកបង្កបញ្ហាមិនបាច់សួរនាំអ្វីទាំងអស់សម្រាប់ចោលភ្លាមបំបែកវាឲ្យបានដល់កម្រិតនេះហើយបែបនេះមិនយូរទេខ្ញុំនឹងតាមទាន់សិស្សច្បងហើយអញកំពុងតែស្រមៃចង់បានអ្វីនឹងសិស្សប្អូនសិស្សច្បងខ្ញុំដល់កម្រិតនេះហើយណាសិស្សច្បងខ្ញុំក៏ទៅតែទម្លុះកម្រិតបានដែរឥឡូវនេះគឺកម្រិតទីរកមានស្កណ្ដាលហើយអូហូសិស្សច្បងការហ្វឹកហាត់របស់បងងាយស្រួលដូចផឹកទឹកអីចឹងឬនេះទៅតែប៉ុន្មានថ្ងៃសោះមិនមែនចង់បំបាក់ទឹកចិត្តអញទេសិស្សប្អូនឲ្យគ្រាន់តែអញខំប្រឹងហ្វឹកហាត់ទៅថ្ងៃណាមួយអញនឹងអាចឃើញក្នុងរបស់ខ្ញុំមិនខានលោកម្ចាស់ទីក្រុងខេបិញអាកំបាំងនៃបុរាណនឹងបើកនៅថ្ងៃស្អែកក្នុងរាជវង្សថៃឡែនតាលើកនេះនៅតែឲ្យព្រះរាជបុត្រដឹកនាំក្រុមមែនទេលើកនេះនៅតែឲ្យព្រះរាជបុត្រទៅដដែលហើយជ្រើសរើសសិស្សក្នុងចំនួន20នាក់ដែលមានទេពកោសល្យខ្ពស់បំផុតឲ្យទៅជាមួយមរតកនៃពួកបរិសុទ្ធនៅក្នុងអាថ៌កំបាំងបុរាណដែលដេបរិសុទ្ធដងឈ្វាន់របស់យើងត្រូវតែដណ្ដើមយកឲ្យបានថ្ងៃនេះហើយជាថ្ងៃដែលអាថ៌កំបាំងបុរាណនឹងបើកអាថ៌កំបាំងនេះគឺជាកន្លែងសាកល្បងដ៏ល្អបំផុតអ្នកទាំងពីរមានទេពកោសល្យខ្ពស់បំផុតប៉ុន្តែខ្វះបទពិសោធន៍ក្នុងការប្រយុទ្ធជាក់ស្ដែងការដណ្ដើមយកអាថ៌កំបាំងលើកនេះនឹងមានភាពសាហាវឃោរឃៅមិនខានចាំទុកណាគ្រូនឹងមិនផ្ដល់ឲ្យអ្នកនៅអ្វីដែលការពារជីវិតបានឡើយរស់ឬស្លាប់ជោគជ័យឬបរាជ័យគឺអាស្រ័យលើកម្លាំងដៃរបស់ពួកអ្នកផ្ទាល់បាទលោកគ្រូផ្កានេះមិនអាចទ្រាំនឹងខ្យល់ព្យុះបានទេណាកូនសិស្សនឹងមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ឈីងយុនឡើយកុំបង្អង់យូអីចេញដំណើរទៅអីយ៉ាហ៊ានដល់ថ្នាក់នេះផងអីនៅរាជធានីគេហាមមិនឲ្យហោះហើរទេតានេះជានរណាទៅបានជាហ៊ានយកនាវាចម្បាំងមកចាប់ពីលើក្បាលគេបែបនេះឯងចង់ស្លាប់ឬអីនោះគឺជាដែនដីស័ក្តិសិទ្ធិដងសៀនគេមិនដែលដាក់ច្បាប់របស់រាជវង្សឈីលីនក្នុងភ្នែកសូម្បីតែបន្តិចព្រះអង្គម្ចាស់ដ៏ស័ក្តិសិទ្ធិឲ្យបន្ទាប់ពីចូលទៅក្នុងដែនដីអាថ៌កំបាំងនេះហើយសិស្សកិនក្នុងនិកាយយើងគឺត្រូវពឹងផ្អែកលើព្រះអង្គជួយមើលថែទាំច្រើនហើយពួកយើងទាំងអស់គ្នាគឺចាំស្ដាប់តាមបញ្ជារបស់ព្រះអង្គលោកចាស់ទុំកុំបារម្ភអីខ្ញុំនឹងមើលថែសិស្សប្អូនប្រុសស្រីឲ្យបានល្អឯកំណប់ទ្រព្យឲ្យក្នុងដែនដីអាថ៌កំបាំងនេះគឺសុទ្ធតែជារបស់និកាយដងសៀនយើងទាំងអស់លោកគ្រូឲ្យនៅរាជធានីនេះពិតជាអ៊ូអរខ្លាំងណាស់កម្លាំងធំពីគ្រប់តំបន់សុទ្ធតែមកជួបជុំគ្នាដូចជាឆ្មាដែលបានក្លិនត្រីអញ្ចឹងតើមិនឲ្យអ៊ូអរបានយ៉ាងម៉េចទៅយើងទៅរាជវាំងសិនលោកគ្រូនោះគឺជានិកាយឈីងយុនដែលជាក្រុមមនុស្សឈួតដែលបានកំទេចសាខារបស់សាឡាធានជីចៅនោះព្រះបតាឲ្យសូមព្រះអង្គអនុញ្ញាតឲ្យកូនទៅចុះមិនបានទេយូឲ្យក្នុងដែនដីអាថ៌កំបាំងនោះមានគ្រោះថ្នាក់ខ្លាំងណាស់លើកនេះដែនដីស័ក្តិសិទ្ធិគ្រប់ទីសុទ្ធតែមកជួបជុំគ្នាឲ្យបងប្រុសអញដឹកនាំក្រុមទៅមានសុវត្ថិភាពព្រះបតាសមត្ថភាពកូនឥឡូវមិនចាញ់បងប្រុសឡើយនេះវាជាកាយវិការហ្វុងហួងអញពិតជាអាចដាស់វាបានមែនកាលពី1 ខែមុនកូនមានសំណាងបានជួបហេតុការចម្លែកក៏ដាស់វាបានហើយព្រះបតាតើពេលនេះកូនអាចទៅបានហើយឬនៅស្ថានសួគ៌ពិតជាថែរក្សារាជវង្សឈីលីនរបស់យើងមែនទៅចុះយូអញត្រូវទៅជាមួយបងប្រុសឯងដើម្បីដណ្ដើមយកមរតករបស់អ្នកប្រាជ្ញនោះមកអរព្រះគុណព្រះបតាលោកម្ចាស់ព្រះបតារបស់ខ្ញុំយករំឲ្យខ្ញុំចូលទៅក្នុងដែនសម្ងាត់ហើយលើកនេះខ្ញុំអាចរកថ្នាំទឹកមកព្យាបាលរបួសឲ្យលោកម្ចាស់បានហើយអញពិតជាមានចិត្តមែនយូលោកម្ចាស់នេះជាអ្វីដែលឈីងយូបានសន្យាជាមួយលោកបើមិនមែនដោយសារកាលពី1 ខែមុនខ្ញុំរើបានចិញ្ចៀននេះហើយបានលោកជួយជ្រោមជ្រែងទេកាយវិការហ្វុងហួងរបស់ខ្ញុំក៏មិនដឹងថាពេលណាទើបអាចដាស់បានឡើយនៅក្នុងដែនសម្ងាត់រស់ឬស្លាប់គឺអាស្រ័យលើវាសនារបស់ដែលគ្មានម្ចាស់អ្នកណាខ្លាំងអ្នកនោះបានបើត្រូវស្លាប់នៅទីនោះកុំទៅបន្ទោសអ្នកដទៃឲ្យសោះដែនសម្ងាត់នេះខ្ញុំត្រូវតែយកថ្នាំទឹកនោះមកឲ្យបានព្រះនាងនៃរាជវង្សឈីលីនគ្រាន់តែជាអ្នកមកក្រោយប៉ុណ្ណោះអ្នកទាំងពីរទៅរកកន្លែងសម្រាប់ក្នុងក្រុងសិនទៅខ្ញុំទៅរៀបចំការងារបន្តិចលោកគ្រូលោកទៅធ្វើអ្វីនៅទីនេះមានអ្នកស្គាល់ដែរឬកុំនិយាយច្រើនទៅចុះអ្នកណាគេនៅទីនោះចេញមកអ្នកជាអ្នកណាហើយអ្វីបានជាតាមដានយើងហើយឈីងយូខ្ញុំមកទីនេះគឺចង់ផ្ដល់ឱកាសឲ្យអ្នកផ្លាស់ប្ដូរវាសនាទទួលខ្ញុំជាគ្រូហើយចូលរួមជាមួយនិកាយឈីងយុនរបស់ខ្ញុំធានាថាអ្នកនឹងជោគជ័យខ្លាំងនិកាយឈីងយុនបើធៀបនឹងរាជវង្សឈីលីនរបស់ខ្ញុំវិញយ៉ាងម៉េចដែរគ្រាន់តែញឹកដៃក៏អាចកំទេចបានដែរអួតខ្លាំងណាស់ចុះនិកាយឈីងយុនរបស់អ្នកបើធៀបនឹងដែនស័ក្តិសិទ្ធិវិញយ៉ាងម៉េចដែរដែនស័ក្តិសិទ្ធិអីក៏គ្រាន់តែជាស្រមោចមួយក្បាលដែលស័ក្តិសមឲ្យខ្ញុំជន់ក្រោមជើងប៉ុណ្ណោះអួតខ្លាំងណាស់ប៉ុន្តែសម័យកាលរុងរឿងរបស់ដែនដីនេះគឺពិតជាមិនដាក់ដែនស័ក្តិសិទ្ធិក្នុងភ្នែកមែនតែអាម្នាក់នេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែនគេយកភាពជឿជាក់មកពីណា
ខ្ញុំនិយាយត្រូវមែនទេព្រះនាងទឹកហើយអ្វីបានជាអ្នកដឹងឬមួយក៏ជាអ្នកដែលព្រះចៅអធិរាជវូចិនបញ្ជូនមកមិនអាចទៅរួចទេអ្នកកំពុងនិយាយជាមួយអ្នកណាជាព្រះនាងកុំមកខ្វល់ពីខ្ញុំអីអរគុណបើចង់ដឹងច្រើនជាងនេះចូលរួមជាមួយនិកាយឈៀងយន្តរបស់ខ្ញុំសិនទៅខ្ញុំមិនមានការប្រកេកមកឈរនិយាយឥតប្រយោជន៍ជាមួយអ្នកនៅទីនេះទេយល់ព្រមតាមគាត់ទៅលឿនឡើងយល់ព្រមតាមគាត់ទៅលោកគ្រូខ្ញុំថេងយកមកគោរពលោកគ្រូហើយក្រោកឡើងលោកគ្រូនេះវាជារូបកាយថ្មីមែនទេការឈូកដ៏ពិសិដ្ឋនេះលោកមានរបស់បែបនេះផងដោយសារតែប្រលឹងដែលនៅសេសសល់នៅទីនេះផ្កាឈូកនេះអាចជួយឲ្យអ្នកបង្កើតរូបកាយថ្មីបានហើយវាក៏មានផ្កាឈូកដ៏ពិសិដ្ឋជាប់មកជាមួយដែររបស់នេះខ្ញុំអាចឲ្យអ្នកបានតែលក្ខខណ្ឌគឺអ្នកត្រូវចុះកិច្ចសន្យាប្រលឹងដើម្បីបម្រើឲ្យនិកាយខេងញ៉ានរបស់ខ្ញុំរយៈពេល100,000 ឆ្នាំបើហ៊ានក្បត់ប្រលឹងអ្នកនឹងត្រូវបំផ្លាញចោលកូនសិស្សយល់ព្រមខ្ញុំនឹងធ្វើតាមអរគុណលោកម្ចាស់និកាយដែលបានប្រទានរបស់នេះឲ្យលោកគ្រូលោកហៅខ្ញុំមែនទេលោកគ្រូនេះគឺជាសិស្សប្អូនស្រីថ្មីដែលអ្នកទើបតែទទួលយកអាថ៌កំបាំងនៃបុរាណនឹងបើកឆាប់នេះពួកអ្នកទាំង3ត្រូវទៅជាមួយគ្នាសួស្តីប្អូនស្រីខ្ញុំជាសិស្សច្បងលេខ10ពេលចូលទៅក្នុងដែនអាថ៌កំបាំងបន្តិចទៀតសិស្សច្បងនឹងមើលថែប្អូនអរគុណសិស្សច្បងដែលបានបារម្ភប៉ុន្តែរាងកាយហ្វីនិកដ៏ពិសិដ្ឋរបស់ខ្ញុំបានសម្រេចកម្រិតដំបូងហើយពេលចូលទៅតើអ្នកណាការពីអ្នកណាមិនទាន់ប្រាកដទេរាងកាយដ៏ពិសិដ្ឋរបស់គ្រូនិងរាងកាយដល់ផ្កាជូកខៀវមិនអាចទៅរួចទេតែមានរាងកាយទេពដ៏អស្ចារ្យដល់ទៅ2បូករួមទាំងរាងកាយហ្វីនិកដ៏ពិសិដ្ឋរបស់កូនស្រីទៀតតើនិកាយឈីងយុននេះជាជំរំប្រមូលផ្ដុំសត្វចម្លែកប្រភេទណាទៅដែនអាថ៌កំបាំងគ្មានជីវិតបានបើកហើយទេនៅខាងនោះខ្ញុំឃើញប្អូនស្រីហើយយូបងបារម្ភស្ទើរតែស្លាប់ហើយប្អូនរត់ទៅណាដែនអាថ៌កំបាំងបើកហើយតោះតាមបងទៅខាងក្នុងព្រះបតាព្រះរាមម្ចាស់បងខ្ញុំចង់ចូលទៅជាមួយសិស្សច្បងក្នុងនិកាយរបស់ខ្ញុំដូច្នេះខ្ញុំមិនអាចទៅជាមួយព្រះរាមបានទេនិកាយអីប្អូនស្រីប្អូនចូលនិកាយតាំងពីពេលណាគ្រូរបស់ខ្ញុំនៅទីនេះហើយព្រះបតាកុំបង្អង់យូរទៀតអីពួកយើងចេញដំណើរហើយលោកគឺជាគ្រូរបស់យូមែនទេមិនដឹងថាលោកមកពីកងកម្លាំងណាដែរខ្ញុំឈ្មោះហ្វឹងឈៀងយ៉ាវជាម្ចាស់និកាយឈៀងយុននៃតំបន់លីងជូវនិកាយឈៀងយុនកងកម្លាំងដ៏គួរឲ្យខ្លាចដែលបំផ្លាញសាលាធានជីក្នុងមួយប៉ព្រិចភ្នែកហើយមានអ្នកប្រាជ្ញនៅពីក្រោយមែនទេយូចូលនិកាយឈៀងយុនមែនទេសូមលោកម្ចាស់ចូលទៅក្នុងព្រះរាជវាំងចុះខ្ញុំបាទនឹងរៀបចំទទួលស្វាគមន៍លោកម្ចាស់ឲ្យបានសមរម្យតាមឋានៈគ្រូធ្លាប់បានបង្រៀនថាធនធានត្រូវតែដណ្ដើមឱកាសក៏ត្រូវតែដណ្ដើមគឺត្រូវតែមានភាពស្មោះត្រង់ដូចជាធនធានអ្នកអតីតច្រើនពេកកាន់ទុកប្រកាសជាហត់ហើយនិកាយឈៀងយុនរបស់យើងមិនដែលយកកំជុលលើអំបោះអ្នកណាទេគឺយកទាំងអស់តែម្ដងតែថាកន្លែងស្អុយនេះសំបីតែស្មៅមួយដើមក៏គ្មានដែរតើត្រូវជីឆ្អឹងយកទៅឲ្យគ្រូស្ងោរធ្វើស៊ុបឬសិស្សប្អូនស្រីយើងធ្លាក់ចូលក្នុងសមរភូមិបុរាណមែនទេវាស្ងាត់ជ្រុងពេកហើយសំបីតែសត្វរស់មួយក៏គ្មានដែរសិស្សបងទី2និយាយត្រូវហើយទីនេះពិតជាសមរភូមិបុរាណមែនហើយវាក៏កើតចេញពីដែនដីដ៏ខ្លាំងក្លាមួយក្នុងសម័យកណ្ដាលដែរកាលពីអតីតកាលពួកបិសាចបានឈ្លានពានពួកបរិសុទ្ធនៅតំបន់ខាងកើតបានប្រយុទ្ធស្លាប់រស់នៅទីនេះសមរភូមិនោះប្រយុទ្ធគ្នាដល់ថ្នាក់មេឃដីប្រេះឆាពួកបរិសុទ្ធជាច្រើនបានបាត់បង់ជីវិតតំបន់ខាងកើតត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំហើយការបន្តវេនក៏ត្រូវកាត់ផ្តាច់ទាំងស្រុងប្រសិនបើមិនមែនដោយសារដែនដីកណ្ដាលចេញមកជួយដោយយកសមរភូមិសំខាន់នេះទៅកែច្នៃជាដែនដីអាថ៌កំបាំងទេនោះតំបន់ខាងកើតប្រហែលជាវិនាសសាបសូន្យឲ្យទៅយូរហើយនេះហើយជាមូលហេតុដែលតំបន់ខាងកើតដកខ្សោយនាពេលបច្ចុប្បន្ននៅសល់តែដែនដីបរិសុទ្ធទាំង5ប៉ុណ្ណោះពួកបេសាចចង្រៃថ្ងៃណាមួយខ្ញុំនឹងកំទេចពួកវាឲ្យរលាយសាបសូន្យល្អបងប្រុសនិយាយបានត្រឹមត្រូវណាស់ពួកបេសាចហ្នឹងគឺត្រូវតែនាំគ្នាប្រហារចោលឲ្យអស់ខ្ញុំបាទមកពីដែនដីស័ក្តិសិទ្ធិដងសួនឈ្មោះវ៉ាងថឹងឬពាក្យសម្ដីដ៏អង់អាចរបស់បងប្រុសមិញនេះគឺត្រូវចិត្តខ្ញុំខ្លាំងណាស់ទីនេះមានគ្រោះថ្នាក់ខ្លាំងណាស់មិនដឹងថាបងប្អូនមកពីនិកាយណាដែរបើអញ្ចឹងយើងទៅជាមួយគ្នាទៅខ្ញុំឈ្មោះស៊ីហាវមកពីនិកាយឈីងយុននិកាយឈីងយុនហ្នឹងនិកាយដែលល្បីល្បាញខ្លាំងថ្មីនេះហើយគ្រប់គ្រងដែនដីលីងជើនឹងមែនទេនិកាយឈីងយុនអូគឺជារាជបុត្រនៃនិកាយកម្ពុជានេះឯងមិនចម្លែកទេដែលមើលទៅមានរិស័យខ្ពស់តែបែបនេះបងស៊ីហាវក្នុងទីនេះមានទាំងឱកាសនិងគ្រោះថ្នាក់បើយើងមានគោលដៅដូចគ្នាហើយចាប់ដៃគ្នាទៀតនោះយើងប្រកាសជាអាចកំទេចទីនេះបានមិនខានបានអញ្ចឹងយើងទៅបងវាងរឿងកំចាត់មាសសាសនឹងកុំភ្លេចរាប់ពួកយើងម្នាក់ផងអូហូក្លិនជីវិតឈ្ងុយសោះក្រាក់មែនហុយមកដល់ហើយព្រៃនេះមានចំណីស្រស់ច្រើនណាស់ពិតមែនហើយលោកម្ចាស់ឈាមពួកអ្នកបួសទាំងនេះឆ្ងាញ់ពិសាណាស់ខ្ញុំទ្រាំមិនបានទេស្រក់ទឹកមាត់អស់ហើយកុំអាលអីខ្ញុំទើបតែរស់ឡើងវិញដោយសារខ្មោចព្រាយបិសាចទាំងនេះកម្លាំងខ្ញុំនៅមិនទាន់បាន1/10000នៃកម្លាំងដើមផងប៉ុន្តែខ្ញុំដឹងថាពួកអ្នកបួសទាំងនេះកម្លាំងមិនសូវខ្លាំងប៉ុន្មានទេកាយឆេ
នាំគ្នាយកទៅរៀបចំផែនការទៅដាក់អន្ទាក់ចាប់ពួកវាឲ្យអស់កុំឲ្យសល់ចាប់បានហើយខ្ញុំនឹងឲ្យអ្នកនៅឈាមអ្នកប៊ូ8នាក់ពួកអ្នកប៊ូតំបន់ខាងកើតដ៏ស្មោកគ្រោកនេះចាំមើលចុះដល់ពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងកាត់សាច់ដុកឆ្អឹងពួកឯងឲ្យអស់លោកម្ចាស់បិសាចខ្ញុំនឹងទៅរៀបចំឥឡូវនេះហើយមិនឲ្យពួកវាមានជីវិតចេញពីទីនេះបានឡើយពួកអ្នកមកពីមកដល់ហើយងាប់ហើយមុននេះប្រឹងខ្លាំងពេកធម្មពលវិញ្ញាណទើបតែញើសបានពាក់កណ្ដាលទេនឹកស្មានថាជានរណាតាមពិតគឺកញ្ញាជានឹងលោកមូសោះមើលទៅពួកយើងមកមិនចំពេលទេដឹងបើអញ្ចឹងពួកអ្នកបន្តទៅទេមកចំពេលណាលោកវាងយើងរួមដៃគ្នាកុំចាត់ពួកសិនព្រោះចាំបែងចែកកំណត់ក្នុងវិមាននេះតើលោកយល់យ៉ាងណាដែរបានតើខ្ញុំមិនខ្មាស់ហ៊ានទេលោកមូនិយាយលេងហើយកញ្ញាជាកុំបារម្ភអីខ្ញុំវាងតឹងធ្វើការតែងតែត្រង់ទៅត្រង់មកមិនធ្វើរឿងឆ្លៀតឱកាសបែបនេះទេគ្រាន់តែជាលំដាប់មុនក្រោយនៃការចូលទៅប៉ុណ្ណោះមែនទេអញ្ចេះចុះខ្ញុំឃើញពួកអ្នកឆ្លោះគ្នាមិនដាច់ស្រេចសោះខ្ញុំវាងតឹងធ្វើជាមនុស្សល្អទីនេះខ្ញុំទទួលខុសត្រូវទាំងអស់តើលោកយល់យ៉ាងណាដែរអ្វីវាងតឹងលោកចង់លេបត្របាក់តែម្នាក់ឯងឬវិធីល្អបែបនេះពួកអ្នកបែរជាមិនយល់ព្រមទៅវិញលោកបងតើត្រូវធ្វើដូចម្តេចទៅលោកវាងខ្ញុំយល់ថាការស្នើរបស់លោកល្អណាស់ពួកយើងទាំង3នាក់យល់ព្រមទាំងស្រុងអ្វីពួកគេបែរជាមានជំនួយការខ្លាំងបែបនេះទៅវិញដកថយពួកនេះមិនមែនធម្មតាទេបើបន្តវីទៀតពួកយើងនឹងស្លាប់នៅទីនេះទាំងអស់មិនខានពួកយើងទៅលោកវាងអញ្ចឹងទីនេះប្រកួតជូនពួកលោកហើយចេញពីទីនេះទៅបើមានឱកាសខ្ញុំនឹងរកលោកដើម្បីផឹកស្រាជែកលេងដកថយចុះពេលនេះស្ងប់ស្ងាត់ហើយតោះលោកបងពួកយើងចូលទៅមើលខាងក្នុងអូយធ្វើឲ្យខ្ញុំភ័យស្លុតអស់ហើយអាក្មេងនេះឯងនេះកំសាកម្លេះអញសាកមើលចុះថាឯងជន់ត្រូវអីហ្នឹងសុំទោសផងបងប្រុសតោះយើងបន្តដំណើរទៅមុខទៀតទៅលោកបងមើលទៅទីនេះប្រហែលជាកន្លែងទុកគម្ពីរនិងថ្នាំទឹករបស់ដែនដីស័ក្តិសិទ្ធិហើយគួរឲ្យស្ដាយណាស់គេកាប់យកទៅអស់រលីងហើយអ្នកទាំងអស់គ្នាទៅរកមើលជុំវិញទៅកុំលួចលាក់ទុកម្នាក់ឯងឲ្យសោះខ្ញុំវាងតឹងជាមនុស្សមានហេតុផលណាស់បើអ្នកណាលួចលាក់កុំបន្ទោសខ្ញុំដែលត្រូវប្រើហេតុផលជាមួយអ្នកឲ្យសោះបាទលោកម្ចាស់លោកបងមើលទៅទីនេះមិនដូចជាមានរបស់ល្អអីសោះខ្ញុំនឹកស្មានថាអាចរកបានពេញមួយថងនេះទៅទៀតកុំតន់អាលអីយើងទៅមើលខាងនោះវិញទៅស៊ីមីទៅតើគិតអីហ្នឹងទោះបីទីនេះគេកាប់យកទៅអស់ហើយមែនប៉ុន្តែថ្នាំទឹកពិតប្រាកដគឺនៅខាងមុខនេះឯងអ្នកទាំងអស់គ្នាដើរទៅមុខទៀតទៅអូចឹងទៅមុខទៀតទៅលោកបងទីនេះសំបីតែរមមួយសរសៃក៏មិនសល់ដែរបើដឹងចឹងមិនមកខ្ជិះខ្ជីពេនៅកន្លែងស្អុយនេះទេទៅរកមើលកន្លែងផ្សេងក្នុងដែនអាកំបាំងនេះវិញល្អជាងចាំបន្តិចសិនមកដល់ហើយរកមើលឲ្យល្អម្ដងទៀតទៅយូអេទៅមើលបន្ទប់សម្ងាត់នៅក្បែរនោះទៅខាងនោះមានរបស់នៅទីនោះលោកបងយើងទៅមើលបន្ទប់ក្បែរនោះវិញគុំតន់អាទីនេះមានដាក់អន្ទាក់ការពីយូអេកូនលេងដៃពីថ្មហើយនឹងទៅចាំខ្ញុំជួយគ្រប់គ្រងរាងកាយកូនសិនដើម្បីបំបែកអន្ទាក់ការពីនេះសិស្សប្អូននេះវាកំពុងបំបែកអក្ខរាវិរុទ្ធទីនេះបែរជាមានអក្ខរាវិរុទ្ធទៀតអោហូតាមពិតក្របរំសេពត្រូវបានគេលាក់ទុកក្នុងអក្ខរាវិរុទ្ធសោះបានជាខាងក្រៅគ្មានអ្វីសោះ